ធំក្លិនមិនស្រួល Fiyata ត្រូវបោះបង់មកុដ Miss Universe Cambodia ឆ្នាំ 2025 ឬយ៉ាងណាក្រុងតំណែង Miss Universe Cambodia 2025 មិនទាន់បានមួយខែស្រួលបួរផងស្រាប់តែពេលនេះ Fiyata ហាក់ឲ្យតម្រុយនឹងដើរចេញឬលាលែងពីកម្មវិធីនេះចោលដោយកញ្ញាសុគាគឹមលៀងនិងពេជ្រវតីសារវឌីឬយ៉ាងណាក្រោយពី ND កម្មវិធី Miss Universe Cambodia បង្ហោះសារថាគុណធម៌និងភាពស្មោះត្រង់បានធ្វើឲ្យមានការរង្គោះរង្គើយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញារហូត Fiyata ដែលជាម្ចាស់មង្គុដ Miss Universe Cambodia ឆ្នាំ 2025 ទ្រាំមិនបានក៏បានបង្ហើបអារម្មណ៍ថាខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់ចង់ផ្ដាំ fan club ខ្ញុំថាបើតំណែង ND ត្រូវចេញពី B Choi ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះក៏ចេញដូចគ្នាហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំបើបែបនេះមែនបំណងនៃការតំណាងប្រទេសក៏លែងមានដែរមកទល់ពេលនេះ Fiyata ក្រុងតំណែងជាម្ចាស់មង្គុដ Miss Universe Cambodia ឆ្នាំ 2025 មិនទាន់បានមួយខែស្រួលបួរផងស្រាប់តែមានរឿងបែបនេះកើតឡើងខណៈដែលកញ្ញាសុគាគឹមលៀងលំដាប់រងទី1ក៏បានលាលែងតំណែងនិងពេជ្រវតីសារវឌីក៏បានចាក់ចេញពីលំដាប់រងទី2ផងដែរ Fiyata នៅពុំទាន់ចេញមុខបញ្ជាក់បន្ថែមអំពីរឿងនេះនៅឡើយទេដោយនាងរងចាំមើលមួយរយៈពេលទៀតសិនប្រសិនបើមានអ្វីប្រែប្រួលនាងនឹងប្រកាសជាផ្លូវការប្រាប់អ្នកគាំទ្រខ្លួនឲ្យបានដឹងអំពីរឿងនេះថានាងនៅបន្តឬត្រូវបញ្ចប់